日本にいるうちに一度富士山に登ってみたい。皆さん、こんにちは。今日は、N3 の文法一つ選んで皆さんに教えたいと思います。はい。この文法は、何々うちに、何々うちに。はい。この文法の使い方は2つあります。はい。1は、何々の状態が変わる前に何々をする。はい。A の状態が変わる前に B をしたい、B をするという使い方という意味です。はい。クメル語で優しく言えばមុនពេលដែលស្ថានភាព A មានការប្រែប្រួលឬមួយក៏មុនពេលដែលស្ថានភាព A ត្រូវបានបញ្ចប់យើងមានបំណងចង់ធ្វើអ្វីមួយផ្សេងទៀតឥឡូវនេះយើងទៅមើល Rebum ទាំងអស់គ្នា日本にいるうちに一度富士山に登ってみたいអញ្ចឹងយើងបកប្រែថាកំឡុងពេលដែលយើងរស់នៅប្រទេសជប៉ុនណាចង់ទៅមើលភ្នំ Fuji 山ឲ្យបានម្ដងណាយើងចង់បានវាមានន័យថាអញ្ចឹងហើយនេះយើងមកដល់ការប្រកាសចំណុចទី2វិញម្ដង何々の状態が続いている時に B が変わる A の状態が続いている時に B が変わっていたហើយចឹងមានន័យថានៅពេលដែលស្ថានភាព A កំពុងតែបន្តនៅពេលដែលយើងកំពុងតែធ្វើនៅរឿងអីមួយស្រាប់តែមានរឿងអីមួយផ្សេងទៀតហ្នឹងកើតឡើងដោយឯងមិនមែនជាចេតនារបស់យើងចង់ធ្វើទេឥឡូវនេះយើងទៅមើល Rebum ទាំងអស់គ្នា気がつかないうちに外が暗くなっていたយើងមកប្រែថាពេលដែលយើងកំពុងតែអត់ចាប់អារម្មណ៍ពេលងាកមើលទៅខាងក្រៅវាស្រាប់តែងឹតបាត់យើងចង់បានអីចឹងណាហើយឥឡូវនេះយើងមកមើលពីទម្រង់នៃការបង្កើតវេយ្យាករណ៍នេះវិញម្ដងហើយទម្រង់គឺយើងប្រើ Chishoke យើងដែលយើងអាចប្រើជាមួយនឹងទម្រង់កំពុងតែបន្តបានគឺ Nani nani te iru Nani nani te inai បូកជាមួយនឹង uchi ni ហើយចំណែក Kyoshi គឺមាន Kyoshi ទៅណា Kyoshi យើងអត់លុប i ឬមួយក៏លុបណាទេគឺយើងទុកនៅតែតមកយើងបូកជាមួយនឹង uchi ni ហើយចំណែកនាមវិញម្ដងចំណែក Meshi យើងថែម no នៅកណ្ដាលរវាងនាមហើយនឹង uchi ni ណា Nani nani no uchi ni ជាដើមណាហើយ